នៅម៉ោង 3:21 នាទីមុនពេលរលកស៊ូណាមីស្មើកម្ពស់អគារ3ជាន់បោកកំទេចទីក្រុងទាំងមូលនារីម្នាក់បានផ្ញើសារចុងក្រោយទៅកាន់ប្តីនាងថាខ្ញុំចង់ទៅផ្ទះវិញបន្ទាប់ពីផ្ញើសារនោះរួចនាងក៏បានរលាយបាត់ទៅក្នុងមហាសមុទ្រដ៏ធំធេងបើជាអ្នកតើអ្នកចំណាយពេលជាង10ឆ្នាំនៃជីវិតដើម្បីតែស្វែងរកមនុស្សម្នាក់ដែលដឹងច្បាស់ថាមិនអាចរស់ឡើងវិញដែរឬទេមនុស្សភាគច្រើនប្រកាសជាឆ្លើយថាទេក៏ប៉ុន្តែសម្រាប់បុរសជនជាតិជប៉ុនម្នាក់នេះគាត់មិនខ្វល់ថាឱកាសនៃការស្វែងរកឲ្យឃើញត្រឹមតែ 0% ក្តីអស់រយៈពេល13ឆ្នាំកន្លងផុតទៅមនុស្សគ្រប់គ្នាបានបោះបង់ចោលប៉ុន្តែប្តីរបស់នាងនៅតែមិនព្រមឈប់សោះសំណួរសួរថាតើក្តីស្រឡាញ់របស់មនុស្សម្នាក់អាចមានអានុភាពធំធេងដល់កម្រិតណាតើអ្នកទាំងអស់គ្នាសុខចិត្តបន្ថយជីវិតចុះទៅក្រោមបាតសមុទ្រដ៏ងងឹតនិងត្រជាក់រាប់រយដងដើម្បីតាមស្វែងរកមនុស្សម្នាក់ដែលគ្មានសង្ឃឹមរស់ឡើងវិញដែរឬទេសូមឆ្លើយចម្លើយរបស់អ្នកនៅខាងក្នុង comment ទាំងអស់គ្នានេះគឺជាសាច់រឿងពិតដ៏រំជួលចិត្តបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសជប៉ុនរឿងរ៉ាវរបស់លោកតាកាម៉ាត់ស៊ូបុរសវ័យពាក់កណ្ដាលម្នាក់ដែលបានចំណាយពេលជាង10ឆ្នាំនៃជីវិតចុងក្រោយបានមុជទឹកទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីធ្វើតាមសំណើចុងក្រោយរបស់ភរិយាខ្លួនដែលបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយស៊ូណាមិកាលពីឆ្នាំ2011នៅថ្ងៃទី11ខែមិនិនាឆ្នាំ2011វេលាម៉ោង 3:21 នាទីរសៀលខណៈពេលដែលរលកស៊ូណាមីកម្ពស់ជាង20ម៉ែត្រកំពុងតែលេបត្របាក់សម្ដៅទៅលើទីក្រុងនៅមាត់សមុទ្រអូណាកាវ៉ាលោកយ៉ាត់ស៊ូបានទទួលសារចុងក្រោយបង្អស់របស់ភរិយាគាត់គឺអ្នកស្រីស៊ូកូសារនោះមានពាក្យខ្លីៗចំនួន2ឃ្លាប៉ុន្តែវាបានផ្លាស់ប្ដូរវាសនាបរិសម្នាក់នេះអស់មួយជីវិតនាងបានសរសេរថាតើអ្នកមានរឿងអីទេខ្ញុំចង់ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីសារនោះបានផ្ញើចេញទឹករលកស៊ូណាមីដ៏ធំមហិមាបានលេបត្របាក់អគារដែលនាងកំពុងច្រកកោនហើយរាងកាយរបស់អ្នកស្រីយូកូក៏បានបាត់ខ្លួនទៅជាមួយចរន្តទឹកដ៏កាចសាហាវចាប់តាំងពីពេលនោះមកដើម្បីយល់ពីមូលហេតុដែលលោកយ៉ាត់ស៊ូសុកចិត្តលះបង់ជីវិតបែបនេះយើងត្រូវត្រឡប់ទៅមើលអតីតកាលរបស់ពួកគេវិញពួកគេបានជួបគ្នាដំបូងនៅឆ្នាំ1988នៅពេលនោះជើងចាស់ driver រូបនេះគឺជាតាហានក្នុងកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុនចំណែកឯអ្នកស្រីយូកូគឺជាបុគ្គលិកដ៏ទន់ភ្លន់ម្នាក់នៅក្នុងធនាគារ77 Bank លោកយ៉ាត់ស៊ូបានលងស្រឡាញ់ស្នាមញញឹមនិងរូបភាពសុភាពរាបសារដ៏ទន់ភ្លន់របស់នាងភ្លាមមិនយូរប៉ុន្មានពួកគេបានរៀបការនិងបង្កើតគ្រួសារមួយដ៏មានសុភមង្គលពេញមួយជីវិតអាពាហ៍ពិពាហ៍លោកយ៉ាត់ស៊ូតែងតែជាស្វាមីដ៏ល្អជាអ្នកការពារនិងធ្វើតាមចិត្តប្រពន្ធលោកគ្រប់រឿងពួកគេចូលចិត្តធ្វើដំណើរកម្សាន្តទៅតាមតំបន់ភ្នំនិងចូលចិត្តអង្គុយមើលរឿងជុំគ្នាជីវិតរបស់ពួកគេសាមញ្ញធម្មតាតែពោរពេញទៅដោយភាពកក់ក្ដៅសម្រាប់លោកយ៉ាត់ស៊ូគាត់ធ្លាប់ផ្ដល់បទសម្ភាសន៍ថាអ្នកស្រីយូកូមិនត្រឹមតែជាភរិយាប៉ុណ្ណោះទេប៉ុន្តែនាងគឺជាមិត្តរូបនៃពាក្យថាផ្ទះរបស់គាត់ភ្លាមក្រោយគ្រោះមហន្តរាយបានកន្លងផុតទៅទីក្រុងអូណាកាវ៉ាទាំងមូលបានប្រែក្លាយទៅជាវាលកប់ខ្មោចលោកយ៉ាត់ស៊ូមិនបង្អង់យូរឡើយគាត់បានដើរស្វែងរកភរិយាគ្រប់ទីកន្លែងគាត់បានទៅពិនិត្យមើលគ្រប់ជំរំជនភៀសខ្លួនគ្រប់មន្ទីរពេទ្យនិងដើរបើកមុខសពរាប់រយនាក់នៅតាមកន្លែងតម្កល់សពបណ្ដោះអាសន្នអស់រយៈពេល2ឆ្នាំពេញគាត់បានចូលរួមជាមួយក្រុមការងារកាយដីកាយកំណរអគារបាក់បែកនៅលើគោកក៏ប៉ុន្តែអ្វីដែលគាត់ទទួលបាននោះគឺគ្មានដំណឹងសោះឡើយពីដំណឹងរបស់ប្រពន្ធគាត់រហូតដល់ថ្ងៃមួយប៉ូលីសបានប្រគល់របស់របរដែលគេរើសបានឲ្យមកគាត់វាគឺជាទូរស័ព្ទដៃពណ៌កាឈូករបស់អ្នកស្រីស៊ូកូទូរស័ព្ទនោះប៉ូលីសបានរកឃើញនៅក្នុងភក់ក្បែរចំណតឡាននៃធនាគារក្រោយពេលទទួលបានទូរស័ព្ទរបស់ភរិយាគាត់មកវិញលោកយ៉ាត់ស៊ូបានសាកថ្មនិងបើកវាមើលគាត់បានមើលឃើញសារមួយទៀតដែលនាងបានសរសេរនៅម៉ោង 3:25 នាទីរសៀលពោលគឺ4នាទីបន្ទាប់ពីផ្ញើសារដំបូងសារនោះផ្ញើមិនចេញទេព្រោះវាដាច់សេវាវាសរសេរខ្លីៗថាស៊ូណាមីធំណាស់
ពាក្យសម្ដីចុងក្រោយរបស់អ្នកស្រី Yuko ដែលថាខ្ញុំចង់ទៅផ្ទះវិញបានលាន់លឺឡើងវិញពេញក្នុងចិត្តរបស់គាត់លោក Yatsu ដឹងច្បាស់ថាភរិយារបស់គាត់មិនមែននៅលើគោកទៀតទេនាងត្រូវបានមហាសមុទ្រ Pacific ដ៏ធំធេងនាំយកនាងទៅហើយនៅក្នុងឆ្នាំ2013ក្នុងវ័យ56ឆ្នាំលោក Yatsu បានធ្វើការសម្រេចចិត្តមួយដែលមនុស្សជុំវិញខ្លួនគិតថាឈួតលីលាលោកបានទៅចោះឈ្មោះរៀនមុជទឹកតើអ្នកដឹងទេសម្រាប់បុរសវ័យជិត60ឆ្នាំការរៀនមុជទឹកនៅក្នុងបាក់សមុទ្រគឺជារឿងដ៏គ្រោះថ្នាក់បំផុតវាទាមទារកម្លាំងកាយមាំមួនការតស៊ូអត់ធ្មត់និងសម្ពាធទឹកដ៏ធ្ងន់ធ្ងរនិងការចងចាំពីបច្ចេកទេសសុវត្ថិភាពយ៉ាងតឹងរឹងដើម្បីប្រឡងយកអាជ្ញាប័ណ្ណប៉ុន្តែគ្មានអ្វីហាមឃាត់គាត់បានឡើយគាត់ចង់ចោះទៅបាតសមុទ្រព្រោះវាជាផ្លូវតែមួយគត់ដើម្បីនាំនាងត្រឡប់មកផ្ទះវិញចាប់តាំងពីឆ្នាំ2014មកលោក Yatsu បានចាប់ផ្ដើមបេសកកម្មស៊ើបស្វែងរកនៅក្នុងបាតសមុទ្រដោយខ្លួនឯងជារៀងរាល់ថ្ងៃមិនថារដូវក្តៅឬរដូវរងាដែលទឹកសមុទ្រចុះត្រជាក់ខ្លាំងសឹងតែកកក៏លោកមិនដែលខកខានឡើយលោកបានចុះមុជទឹកនៅក្នុងមហាសមុទ្រ Pacific ជិត500ដងនៅក្នុងបាតសមុទ្រនៅតំបន់អូណាកាវ៉ាក្រោយលោកស៊ូណាមីបានបោកបក់រួចមិនមែនជាកន្លែងស្រស់ស្អាតដោយតំបន់ទេសចរឡើយវាពោពេញទៅដោយភាពងងឹតស្លុបភក់ល្បាប់ក្រាស់ក្រាស់កំទេចកំទីឡាននិងផ្ទះសម្បែងដែលលិចទឹកព្រមទាំងមានចរន្តក្រោមបាតសមុទ្រដ៏កាចសាហាវដែលអាចកាត់ផ្តាច់អាយុជីវិតអ្នកមុជទឹកបានគ្រប់ពេលវិធីសាស្ត្ររបស់លោក Yatsu ដើម្បីស្វែងរកប្រពន្ធគាត់គឺគាត់ប្រើដៃទាំងពីរកាយស្រទាប់ភក់បន្តិចម្ដងរួចលូនចូលទៅពិនិត្យក្រោមដុំថ្មនិងតាមច្រកល្ហកនៃអគារបាតបែកជម្រៅទឹក20ម៉ែត្រនៅក្នុងការច្រមុជទឹករាប់រយដងរបស់លោកបានប្រទះឃើញរបស់របរជាច្រើនដូចជាទូរស័ព្ទនាឡិកាកាបូបលុយនិងសម្លៀកបំពាក់របស់ជនរងគ្រោះដទៃទៀតគាត់តែងតែយករបស់ទាំងនោះមកសម្អាតនិងប្រគល់ជូនប៉ូលីសដើម្បីស្វែងរកសាច់ញាតិប៉ុន្តែសម្រាប់របស់របរឬរូបរាងកាយរបស់អ្នកស្រី Yuko វិញគាត់មិនដែលប្រទះឃើញឡើយសូម្បីតែមួយដុំទោះជាយ៉ាងណាក្តីគាត់មិនដែលបោះបង់ចោលនោះទេគាត់បានប្រាប់អ្នកកាសែតថានៅពេលដែលខ្ញុំច្រមុជទឹកទៅបាតសមុទ្រខ្ញុំមានអារម្មណ៍ថាកំពុងតែធ្វើដំណើរទៅជួបនាងនៅកន្លែងណាមួយខ្ញុំតែងតែគិតថានាងនៅក្បែរខ្ញុំជានិច្ចរឿងរ៉ាវនៃការលះបង់ដ៏អស្ចារ្យរបស់លោក Yatsu បានល្បីសុះសាយឆ្លងប្រទេសនៅក្នុងឆ្នាំ2017អ្នកដឹកនាំរឿងជនជាតិសិង្ហបុរីម្នាក់បានមកថតខ្សែភាពយន្តឯកសារអំពីជីវិតពិតរបស់គាត់ដោយដាក់ចំណងជើងតាមសម្ដីចុងក្រោយរបស់អ្នកស្រី Yuko គឺរឿង I Want Go Home ដែលបកប្រែជាភាសាខ្មែរថាខ្ញុំចង់ទៅផ្ទះវិញភាពយន្តនេះត្រូវបានចាក់ផ្សាយនិងទទួលការកោតសរសើរយ៉ាងខ្លាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិពិភពលោកទាំងមូលបានទទួលស្គាល់គាត់ក្នុងនាមជាបុរសម្នាក់ដែលងូតទឹកសមុទ្រតាមរកភរិយាបច្ចុប្បន្នលោក Yatsu មានអាយុ70ឆ្នាំហើយតាមគណៈវិទ្យាសាស្ត្រនិងពេលវេលាដែលបានកន្លងផុតទៅជាង10ឆ្នាំឱកាសក្នុងការស្វែងរករាងកាយភរិយារបស់គាត់នៅក្នុងមហាសមុទ្រដ៏ធំធេងគឺសឹងតែស្មើ0ប៉ុន្តែលោកបាននិយាយថាដរាបណាខ្យល់ដង្ហើមគាត់នៅមានគាត់នៅតែបន្តស្វែងរកប្រពន្ធជានិច្ចលោក Yatsu បាននិយាយទាំងទឹកភ្នែកនិងស្នាញញឹមថានៅក្នុងសារចុងក្រោយនាងបានប្រាប់ខ្ញុំថាខ្ញុំចង់ទៅផ្ទះវិញខ្ញុំប្រកាសណាស់ថាមកដល់ពេលនេះនាងនៅតែចង់ត្រឡប់មកផ្ទះដដែលដូច្នេះដរាបណារូបរាងកាយរបស់ខ្ញុំនៅមានចលនាខ្ញុំនឹងបន្តមុជទឹកស្វែងរកនាងជានិច្ចខ្ញុំត្រូវតែនាំនាងត្រឡប់មកផ្ទះវិញឲ្យខានតែបានគ្រោះមហន្តរាយធម្មជាតិអាចបំផ្លាញទីក្រុងទាំងមូលក្នុងរយៈពេលប៉ុន្មាននាទីវាអាចលួចយកជីវិតមនុស្សរាប់ពាន់នាក់ប៉ុន្តែវាមិនអាចបំផ្លាញក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រនិងអមតៈរបស់បុរសម្នាក់នេះបានឡើយចូលមកដល់ចុងបញ្ចប់នៃសាច់រឿងក៏បង្កប់សារអប់រំឲ្យយើងទាំងអស់គ្នាបានដឹងថាការរក្សាសច្ចភាពនិងពាក្យសន្យាវាបង្រៀនឲ្យយើងឃើញពីតម្លៃនៃភាពស្មោះត្រង់និងការទទួលខុសត្រូវលើពាក្យសម្ដីរបស់ខ្លួនចំពោះមនុស្សដែលយើងស្រឡាញ់ទ
ទោះបីជាឆ្លងកាត់ការលំបាកឬប្រើពេលវេលាអស់មួយជីវិតក៏ដោយ 2. ស្មារតីតស៊ូមិនព្រមចោះចាញ់ព្រមលិខិតរឿងនេះដាស់តឿនយើងថាគ្មានពាក្យថាហួសពេលឬចាស់ពេកឡើយសម្រាប់ធ្វើរឿងដែលត្រឹមត្រូវនៅពេលដែលយើងមានគោលដៅច្បាស់លាស់និងមហិច្ឆតាខ្លាំងក្លាឧបសគ្គផ្សេងៗវានឹងចោះចាញ់ចិត្តអំណត់របស់យើង 3. ការកែប្រែការឈឺចាប់ឲ្យក្លាយជាធម៌ពលវិជ្ជមានមេរៀននេះអប់រំយើងថាជីវិតមនុស្សយើងមិនអាចជៀសផុតពីការបាត់បង់ឬភាពខូចចិត្តឡើយប៉ុន្តែអ្វីដែលសំខាន់នោះគឺតើយើងរៀនរស់នៅនិងប្រឈមមុខនឹងវាដោយរបៀបណាការប្រែក្លាយការឈឺចាប់ទៅជាសកម្មភាពដ៏មានន័យគឺជារឿងដ៏គួរឲ្យគោរពបំផុត 4. ក្តីស្រឡាញ់ពិតប្រាកដគឺសេចក្តីសុខនៃការលះបង់ក្តីស្រឡាញ់ពិតមិនមែនជាការចង់បានឬការគ្រប់គ្រងនោះទេប៉ុន្តែជាការលះបង់ដោយមិនគិតពីផលតបស្នងការបានធ្វើអ្វីម្យ៉ាងដើម្បីមនុស្សដែលខ្លួនស្រឡាញ់ទោះបីជារឿងបន្តិចបន្តួចក៏វាជាសេចក្តីសុខផ្លូវចិត្តដ៏ធំធេងបំផុត 5. ការឲ្យតម្លៃលើពេលវេលាបច្ចុប្បន្ននេះគឺជាមេរៀនដាស់តឿនទស្សនិកជនគ្រប់គ្នាឲ្យចេះស្រឡាញ់និងថែរក្សាមនុស្សជុំវិញខ្លួនឲ្យបានល្អនៅថ្ងៃនេះព្រោះយើងមិនអាចដឹងមុនឡើយថាតើសារឬពាក្យសម្ដីដែលយើងនិយាយទៅកាន់គ្នានឹងក្លាយទៅជាពាក្យចុងក្រោយបង្អស់នៅក្នុងឆាកជីវិតដែរឬទេតើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះសេចក្តីស្រឡាញ់ដ៏ធំធេងនិងការតស៊ូរបស់លោកយ៉ាត់ស៊ូសូមបញ្ចេញមតិនៅខាងក្រោមជាចុងក្រោយអរគុណសម្រាប់ការចូលរួមទស្សនាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងរ៉ាវដែលកើតឡើងជុំវិញពិភពលោកថ្មីៗបន្តទៀតអរគុណសម្រាប់ការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយ